ក្រោយពីភ្លៀងមេឃតែងស្រឡះជម្រាបសួរបងប្អូនទាំងអស់គ្នាគឺថ្ងៃហ្នឹងគឺមានករណីភ្លើងឆេះនៅក្រោមផ្ទះខ្ញុំបងប្អូននៅក្រោមផ្ទះខ្ញុំហ្នឹងគឺឡានពូមួយនៅជាន់ទី4នៅខាងលើផ្ទះខ្ញុំហ្នឹងបងប្អូនគឺឡានគាត់នៅសុកភ្លើងឆេះតែម្ដងបងប្អូនអត់ដឹងថាមានមូលហេតុអីទេគឺថ្ងៃហ្នឹងគឺឡានពេទ្យក៏មកឡានទឹកក៏មកប៉ូលីសក៏មកគេមកត្រួតពិនិត្យអញ្ចឹងណាគឺថាមានអ្នកណាខ្លះមានគ្រោះថ្នាក់អីគឺគេមកច្រើនខ្លាំងណាស់បងប្អូនឡើងមនុស្សឡើងណែនហ្មងបងប្អូនមកមើលហើយនឹងបញ្ញាពលរដ្ឋអគ្គីភ័យបងប្អូនខ្ញុំវិញនេះវិញរត់ចុះពីលើផ្ទះទៅបងប្អូនហើយអត់ពាក់បាយជើងផងទៅទាំងអាវឈុតទេបងប្អូនគឺប្តីថាទៅពាក់បាយជើងសិនចាំទៅនាំគ្នាចុះទៅទាំងអស់គ្នាទាំងគ្រួសារខ្ញុំពុកហូបបាយមានពូម្នាក់គាត់មកប្រាប់ថាភ្លើងឆេះហើយនៅក្រោមមកភ្លើងឆេះហើយរត់ទៅពលរដ្ឋអីអញ្ចឹងបងប្អូនមកពលរដ្ឋអត់ទាន់វិញដឹងតែឆេះផ្ទះហ្នឹងអស់ហើយបងប្អូនអើយគឺខ្ញុំភ័យខ្លាំងណាស់ហើយថ្ងៃហ្នឹងគឺហើយបន្ទាប់ពីភ្លើងឆេះពលរដ្ឋហើយអស់ហ្នឹងក៏ឡើងមកវិញមកហូបបាយហូបអីក៏ហូបឆ្ងាញ់ទេបងប្អូនអើយក៏លើកយកទុកលើកអីទៅហើយក៏ដល់ថ្ងៃត្រង់ល្មមគឺថ្ងៃហ្នឹងគឺមកជៀនអនំលឹកខ្ទឹមនឹងបងប្អូនជៀនឲ្យប្តីហូបវិញអញ្ចឹងបងប្អូនភ័យពេកឬថាស្លុតពេកអញ្ចឹងគឺអស់អារម្មណ៍នឹងហូបបាយគឺថាមកថ្ងៃត្រង់ល្មមក៏មកជៀននំនឹងឲ្យប្តីហូបហើយនឹងក៏មានត្រីដាក់ជៀនជាមួយដែរបងប្អូនមើលតំណងអត់គឺហូបដោយមានអារម្មណ៍ថាភ័យព្រួយទេបងប្អូនគឺកំពុងតែថតវីដេអូហ្នឹងក៏ម៉ែខ្ញុំនៅខ្មែរហ្នឹងតែមកល្មមហើយគឺនំជៀនជាមួយលឹកខ្ទឹមយើងហ្នឹងក៏មានដាក់មឹកដែរអញ្ចឹងបងប្អូនមឹកហើយនឹងខុំសមុទ្រគឺរសជាតិគឺឆ្ងាញ់ណាស់បងប្អូនខ្ញុំនិយាយហ្នឹងក៏នៅមិនទាន់បាត់ភ័យទេបងប្អូនគឺមួយថ្ងៃនៅក៏មានអារម្មណ៍ថានៅភ័យទេបងប្អូនហើយបុកក្លិនវិញនៅជាប់ច្រមុះអាក្លិនឆេះឡានហ្នឹងបងប្អូនអើយគឺអស់ដូចថាអស់អារម្មណ៍ដូចគឺភ័យខ្លាចហ្មងនឹងខ្ញុំថាគិតថាពុះភ្លើងឆេះតបាក់យកផ្ទះហ្នឹងអស់ទៅបានទៅនៅកន្លែងណាបងប្អូនអើយព្រោះផ្ទះហ្នឹងគឺបងរំលោះមិនទាន់សងគេរួចផងហ្នឹងហើយភ្លើងឆេះធ្វើមិនអីបងប្អូនបានលុយណាសងគេបងប្អូនហើយផ្ទះក៏អស់នៅហើយអាចពាក់គេនៅជពាក់គេដែរហ្នឹងធ្វើមិនទៅហើយវីដេអូយើងមានប៉ុណ្្នឹងឯងបងប្អូនជម្រាបលាបាយបងប្អូនអើយ